ប្រាសាទតាក្របីគឺជាប្រាសាទបុរាណសំខាន់មួយស្ថិតនៅតំបន់ព្រំដែនរវាងកម្ពុជានិងថៃនៅលើភ្នំដូនផុងដែលស្ថិតនៅស្រុកជុំខ្សានខេត្តឧត្តរមានជ័យប្រាសាទនេះត្រូវបានសង់ឡើងក្នុងសតវត្សទី11នៅសម័យអង្គរដោយបម្រើជាសារមន្ទីររបូជាព្រះសិវៈក្នុងសាសនាព្រហ្មញ្ញប្រាសាទមានស្ថាបត្យកម្មបែបខ្មែរបុរាណដ៏ស្រស់ស្អាតដោយប្រើថ្មប្រេងក្នុងការសាងសង់លើសពីនេះប្រាសាទតាក្របីនៅតែរក្សាទុកបាននូវសិលាចារឹកខ្លះនិងសំណល់រចនាបថអង្គរប្រសើរមួយចំនួនទៀតនៅចំកណ្ដាលប្រាសាទមានលិង្គធំមួយដែលតំណាងឲ្យព្រះសិវៈដែលជាទេវតាឧត្តមនៃសាសនាព្រហ្មញ្ញប្រាសាទនេះត្រូវបានកសាងជាប្រព័ន្ធមានច្រកចូលចេញច្បាស់លាស់បំពាក់ដោយប្រាង្គនិងស្ថាបត្យកម្មអគារ3ខាងជុំវិញបរិវេណនេះធ្វើឲ្យយើងអាចយល់បានថានេះជាប្រាសាទមានសារៈសំខាន់បំផុតសម្រាប់ព្រះរាជាណាចក្រខ្មែរនៅសម័យនោះនៅរយៈពេលចុងសតវត្សទី20ដល់ដើមសតវត្សទី21តំបន់ដែលមានប្រាសាទតាក្របីបានក្លាយជាវិវាទព្រំដែនជាមួយប្រទេសថៃដោយសារទីតាំងភ្នំនិងប្រាសាទស្ថិតនៅជាប់ព្រំដែនមានពេលខ្លះក៏មានការប្រឈមយោធានិងបាញ់ប្រហាររវាងទ័ពទាំងពីរភាគីប៉ុន្តែពលរដ្ឋខ្មែរនិងអាជ្ញាធរមានការរួមគ្នារក្សានិងបន្តដោះស្រាយវិវាទនេះតាមបណ្ដាញការផ្លូវការដោយសន្តិបច្ចុប្បន្ននេះប្រាសាទតាក្របីត្រូវបានគេដាក់ចំណាត់ថ្នាក់ជាសម្បត្តិបុរាណដែលមានតម្លៃខ្ពស់សម្រាប់ប្រទេសកម្ពុជាហើយត្រូវបានអភិរក្សសម្រាប់ជាសម្បត្តិវប្បធម៌ជាតិជាពិសេសជាចំណុចទេសចរណ៍សម្រាប់អ្នកចូលចិត្តបេសកកម្មជើងភ្នំនិងអ្នកស្រឡាញ់អរិយធម៌បុរាណចំពោះពលរដ្ឋខ្មែរប្រាសាទតាក្របីជានិមិត្តរូបនៃអត្តសញ្ញាណសិទ្ធិផ្ទាល់លើទឹកដីនិងបង្ហាញពីសមិទ្ធផលស្ថាបត្យកម្មខ្មែរដែលបានបញ្ចេញសិល្បៈឯកទេសនៅក្នុងសម័យអង្គរដែលពោរពេញដោយជំនឿស្មោះត្រង់និងឧស្សាហ៍ព្យាយាមសាងសង់ស្ថាបត្យកម្មដ៏អស្ចារ្យនេះប្រាសាទតាក្របីមិនត្រឹមតែជាសំណង់បុរាណទេប៉ុន្តែវាជាសញ្ញាផ្លូវចិត្តដ៏ខ្លាំងក្លាមួយសម្រាប់ជាតិខ្មែរជាមួយនឹងការចងចាំនិងការថែរក្សាប្រវត្តិសាស្ត្រយើងទាំងអស់គ្នាអូនធ្វើព័ត៌មានផងប្អូនលក់គ្រឿងអលង្ការផងបាទបងប្អូនគាំទ្រជួយទិញប្អូនម្នាក់មួយខ្សែផងដើម្បីគាំទ្រឲ្យប្អូនធ្វើវីដេអូឲ្យបងប្អូនពុកម៉ែទស្សនានៅក្នុងប្រទេសកម្ពុជាយើងនិងនៅលើពិភពលោកផងដែរបាទអរគុណ